ជាកលគឺជាមូលហេតុដែលនាំឲ្យយើងមានអំពើហិង្សាអំពើឆក់ប្លន់និងការជេរប្រមាថគ្នាជាដើមជាកិច្ចចាប់ដើមខ្ញុំបាទសូមគោរពជម្រាបសួរដល់វត្តមាននៅក្នុងពររបស់លោកយានវិសាលនាយកសាលារៀនវិសាលភាពលោកគ្រូអ្នកគ្រូគណៈកម្មការជាទីគោរពសូមគោរពជម្រាបសួរដល់លោកពូអ្នកមីងជាមេដាបិតាអ្នកអាណាព្យាបាលសិស្សនិងព្រមទាំងសួស្តីសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីរាប់អានខ្ញុំបាទឈ្មោះរតនៈចេថាជាសិស្សមកពីថ្នាក់ទី5កនៅសាលារៀនវិសាលភាពសាខាកោចាំចាមួយថ្ងៃនេះដែរខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងក្រៃលែងដែលបានមកលើវេទិកានេះដើម្បីធ្វើការបកស្រាយទៅលើប្រធានបទមួយគឺផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើសុខុមាលភាពសង្គមដើម្បីជាស្ពានឈានទៅដល់ការបកស្រាយប្រធានបទខាងលើឲ្យកាន់តែក្បោះក្បាយនិងស៊ីជម្រៅថែមទៀតនោះខ្ញុំបាទសូមបញ្យល់ពាក្យកណ្ដឹងមួយចំនួនជាមុនសិនមកយោងទៅតាមវចនានុក្រមសម្រាប់ព្រះសង្ឃក្រេជនណាតចំពោះពាក្យប៉ះពាល់មានន័យថាពាល់ត្រូវដោយប៉ះដល់ប្រទះចំណែកពាក្យសុខុមាលភាពមានន័យថាភាពនៃបុគ្គលអ្នកមានសេចក្តីសុខការដែលធប់តែសរណុកប្រធានបទខាងលើមានន័យថាគ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខុមាលភាពសង្គមពេលវេលានេះដែរខ្ញុំបាននឹងធ្វើការបកស្រាយទៅលើប្រធានបទទាំងមូលទៅដើម្បីឲ្យយល់កាន់តែច្បាស់ខ្ញុំសូមលើកយក4ចំណុចដើម្បីយកមកបកស្រាយចំណុចទី1សុខភាពគ្រឿងស្រវឹងដល់ផលប៉ះពាល់ដល់នោះជាច្រើនទាំងផ្លូវកាយនិងផ្លូវចិត្តចំណុចទី2គ្រោះថ្នាក់ចរាចរណ៍ជាកលគឺជាមូលហេតុមួយក្នុងគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលមនុស្សសារគ្រឿងស្រវឹងស្មារតីរបស់គាត់ចុះខ្សោយនិងរែមេលំនឹងជាហេតុធ្វើឲ្យការបោកបត់របស់គាត់ជួបនឹងគ្រោះថ្នាក់ចំណុចទី3បទល្មើសជាកលគឺជាមូលហេតុដែលនាំឲ្យយើងមានអំពើហិង្សាអំពើឆក់ប្លន់និងការជេរប្រមាថគ្នាជាដើមចំណុចទី4សុខុមាលភាពគ្រួសារឪពុកម្ដាយដែលសារគ្រឿងស្រវឹងច្រើនជះឥទ្ធិពលដល់គ្រួសារមានដូចជាអំពើហិង្សាការជេរប្រមាថគ្នានិងជាហេតុដែលធ្វើឲ្យគ្រួសារគ្មានសេចក្តីសុខជាដើមសរុបសេចក្តីមកគ្រឿងស្រវឹងពិតជាផ្ដល់ផលប៉ះពាល់ដល់មនុស្សទូទៅយ៉ាងពិតប្រាកដមែនប្រសិនបើមនុស្សចង់សាកនឹងនៅក្បែរវាក្នុងនាមខ្ញុំជាសិស្សានុសិស្សម្នាក់ខ្ញុំត្រូវតែនៅឆ្ងាយពីគ្រឿងស្រវឹងនិងខិតខំរៀនសូត្រដើម្បីជាសរសើរទ្រព្យសម្រាប់ប្រទេសជាតិជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់អមតកាទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃរងចាំស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណ